ព្រះចៅអធិរាជ Alexander គឺជាក្សត្រចម្បាំងដ៏អស្ចារ្យបំផុតនៅលោកខាងលិចព្រះអង្គដឹកនាំកងទ័ពដ៏ខ្លាំងពូកែធ្វើដំណើរឆ្ពោះទៅពាក់កណ្ដាលទ្វីបនៃពិភពលោកដើម្បីបើកពង្សាវតារប្រវត្តិសាស្ត្រដ៏ល្បីរន្ទឺនៅដែនដីភាគខាងកើតដែលប្រជាពលរដ្ឋក្រិចមានជំនឿថាជាដែនដីដ៏ស្ដុកស្ដំសម្បូរទៅដោយមាសប្រាក់ត្បូងពេជ្រមានតម្លៃនិងសម្បត្តិធម្មជាតិជាច្រើនមហាសាលក្រោយពេលដែលឡើងគ្រងរាជ្យបន្តពីព្រះបិតាមកព្រះចៅអធិរាជ Alexander បានលើកទ័ពម៉ាសេដូនីធ្វើដំណើរទៅទូទាំងពិភពលោកក្នុងគោលបំណងបំរុងបំរុងជាតិសាសនាដទៃឲ្យคล้ายទៅជាជនជាតិតែមួយដោយផ្សារភ្ជាប់នៅការបញ្ចេញនិងផ្សំបញ្ចូលវប្បធម៌ទំនៀមទម្លាប់សញ្ជាតិសិល្បៈនិងចំណេះវិជ្ជាផ្សេងៗបើគុំតែ Alexander មានព្រះជន្មខ្លីពេកនោះប្រហែលជាប្រទេសនានានៅលើពិភពលោកអាចនឹងត្រូវរួមបញ្ចូលគ្នាជាវប្បធម៌ក្រិចតែមួយតាមក្តីរំពឹងរបស់ព្រះអង្គផងដែរក៏មិនដឹងព្រះចៅអធិរាជ Alexander ទី3ប្រសូតនៅចំពាក់កណ្ដាលនៅរដូវក្តៅនៅក្នុងទីក្រុង Bella រដ្ឋម៉ាសេដូនីនៅក្នុងឆ្នាំ356មុនគ្រិស្តសករាជព្រះអង្គគឺជាបុត្ររបស់ព្រះចៅហ្វឺលីបទី2នៃម៉ាសេដូនីនិងព្រះនាងអូឡាពូលកាលព្រះអង្គនៅមានវ័យក្មេងទ្រង់ចូលចិត្តអាននៅវណ្ណកម្មអក្សរសាស្ត្រអ៊ីលីយ៉េតរបស់កវី Homer ជាខ្លាំងដោយព្រះអង្គមានជំនឿយ៉ាងអស់ពីហារតីថាខ្លួនគឺជាទេយាទជាប់ខ្សែស្រឡាយមកពីអាគីលីសដែលជាវីរបុរសនៃសង្គ្រាមក្រុមថយនៅក្នុងរឿងនិទានប្រវត្តិសាស្ត្រនិងជាអ្នកជាប់សាច់ជាប់ឈាមខ្សែលោហិតពីព្រះអាទិត្យទេពផងដែរពេលព្រះរាជបុត្រមានព្រះជន្ម13ព្រះវស្សាព្រះអង្គម្ចាស់ Philip បានទទួលសេះដល់សង្ហាមួយក្បាលមានទ្វេជើងពូកែបំផុតប្រចាំក្រុង Bella ពីបុគ្គលស្វាមីភ័ក្រថ្វាយដល់ព្រះអង្គដែលជាសេះមួយក្បាលដែលរឹងមាំបំផុតគ្មាននាម៉ឺនមន្ត្រីឬក៏មេទ័ពណាអាចបង្ក្រាបវាបាននោះឡើយស្ដេច Philip ឃើញដូច្នេះក៏លាន់បន្ទូលឡើងថាទឹកដីម៉ាសេដូនីអាចនឹងតូចពេកហើយសម្រាប់រាជបុត្រចាប់តាំងពីពេលនោះមកព្រះអង្គម្ចាស់ Alexander បានដាក់ឈ្មោះសេះនោះថា Bucephalus ហើយព្រះអង្គក៏ប្រើសេះមួយក្បាលនោះធ្វើដំណើរធ្វើសង្គ្រាមជាមួយខ្លួនរហូតមកព្រះចៅអធិរាជ Alexander ត្រូវឡើងគ្រងរាជ្យនៅក្នុងជន្មាយុឬព្រះជន្មត្រឹមតែ20ព្រះវស្សាដោយសារតែព្រះអង្គម្ចាស់ Philip ត្រូវពួកបច្ចាមិត្តធ្វើគុតនៅពេលដែលព្រះអង្គកំពុងតែទើបល្ខោននៅក្នុងឆ្នាំ3036មុនគ្រិស្តសករាជព្រះអង្គម្ចាស់ Philip ពុំធ្លាប់ធ្វើចម្បាំងមកពីមុននោះទេដូច្នេះហើយទើបព្រះអង្គត្រូវពួកសម្ព័ន្ធមិត្តកូរិនដែលធ្លាប់ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ព្រះអង្គតាំងពីដើមមកនោះគិតថាវាគឺជាឱកាសល្អសម្រាប់ពួកគេនៅក្នុងការបះបោរឬបំរាស់ចេញពីអាណានិគមដើម្បីពង្រីកអំណាចរបស់ខ្លួនឡើងវិញព្រះចៅអធិរាជ Alexander បានឃើញដូច្នេះទ្រង់ក៏បានដឹកនាំកងទ័ពចុះបង្ក្រាបដោយព្រះអង្គផ្ទាល់ហើយក៏ចាប់បានក្រុមបះបោរទាំងនោះបានជាង 30,000 នាក់យកមកធ្វើជាទាសករចាប់ពីពេលនោះគ្មាននរណាហ៊ានចេញមកប្រឆាំងជាមួយនឹង Alexander ក្សត្រាវ័យក្មេងដ៏ខ្លាំងពូកែនេះនោះឡើយAlexander មានជំនឿថា Darius ទី3សត្វនៃនគរពេកគឺជាអ្នកជួយឃាតករឲ្យមកលើបធ្វើឃាតបិតារបស់ព្រះអង្គទើប2ឆ្នាំក្រោយ Alexander ក៏បានលើកទ័ពទៅវាយយកនគរពេករហូតច្បាំងឈ្នះយកកងទ័ពរបស់ព្រះអង្គ Darius ទី3បន្ទាប់មកព្រះអង្គក៏វាយសម្រុកទៅមុខរហូតដល់ទឹកដីភាគខាងជើងនៃអាណាចក្រសេរីដែលជាតំបន់ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ប្រទេសពេកគឺជាតំបន់នេះហើយដែលព្រះចៅអធិរាជ Alexander ត្រូវប្រឈមមុខសារជាថ្មីជាមួយនឹងស្ដេចDarius ទី3ក្រោយពីការប្រយុទ្ធនោះស្ដេចDarius ទី3ក៏សម្រេចប្រតិយដកទ័ពខ្លួនភៀសខ្លួនចាក់ចេញពីញាតិវង្សានុវង្សរបស់ព្រះអង្គទៅដោយទ្រង់មានជំនឿយ៉ាងខ្លាំងថាក្នុងនាមជាអ្នកចម្បាំងដែលប្រកបទៅដោយកិត្តិយសAlexander នឹងមិនបន្តមហន្តរាយដល់ញាតិវង្សានុវង្សរបស់ព្រះអង្គឡើយក្រោយពីដណ្ដើមយកបានអាណាចក្រពេករួចមកកងទ័ពរបស់ព្រះចៅអធិរាជ Alexander ក៏ឆ្លងទន្លេនីលបន្តវាយលុកទៅដល់ប្រទេសអេស៊ីបនិងដណ្ដើមយកទឹកដីនោះយកមកគ្រប់គ្រងទៀតគ្រានោះ
ជនជាតិអេស៊ីបមានដំណងចង់រំដោះខ្លួនចេញពីអាណានិគមរបស់ពាក់ក្រោយមកគេក៏អភិសេកព្រះចៅអធិរាជ Alexander ឲ្យឡើងសោយរាជ្យជាស្ដេចហ្វារ៉ាអុងនៃប្រទេសអេស៊ីបតែម្ដងហើយព្រះអង្គក៏ស្ថាបនាទីក្រុង Alexandria ដែលនៅក្នុងបច្ចុប្បន្ននេះ Alexandria បានក្លាយទៅជាទីក្រុងកំពង់ផែសេដ្ឋកិច្ចដ៏សំខាន់បំផុតនៅក្នុងពិភពលោកស្ដេចដារីអេសទី3ដោយមានបំណងចង់ផ្សះផ្សាគ្នាជាមួយព្រះចៅអធិរាជ Alexander ឡើងវិញទ្រង់ក៏ផ្ញើព្រះរាជសារមួយច្បាប់សុំចរចាដើម្បីបញ្ចប់សង្គ្រាមប៉ុន្តែព្រះចៅអធិរាជ Alexander មិនបានយល់ព្រមតាមសំណើនោះព្រះអង្គក៏បានតាំងប្រតិយថាត្រូវតែគំតិចចក្រភពពាក់ឲ្យរលាយសាបសូន្យពីព្រះអង្គតែម្ដងដើម្បីកុំឲ្យមាននរណាមកប្រឆាំងនឹងខ្លួននៅពេលក្រោយទៀតទើបព្រះអង្គទ្រង់ក៏លើកទ័ពទៅកាន់បារីឡូនដើម្បីវាយកម្ចាត់កងទ័ពរបស់ដារីអេសទី3ហើយក៏វាយបន្តទៅមុខរហូតដល់ទីក្រុង Persepolis ដែលជារាជធានីរបស់នគរពាក់ក៏ព្រមតែបានបញ្ជាឲ្យកងទ័ពដុតបំផ្លាញព្រះរាជវាំងដ៏ធំស្កឹមស្កៃរបស់ស្ដេចដារីអេសទី3ទាល់តែឆេះតិចតិចអស់ហើយក៏ចាត់ទុកថាជាថ្ងៃអវសាននៃអាណាចក្រពាក់ដែលធ្លាប់តែមានអំណាចធំធេងអស់កាលជាង230ឆ្នាំមកហើយនោះបើទោះបីជាព្រះអង្គបានគ្រប់គ្រងអាណាចក្រពាក់ហើយក៏ពិតមែនប៉ុន្តែទ្រង់នៅតែមានមហិច្ឆតាចង់ដណ្ដើមយកទឹកដីប៉ែកខាងកើតតាមក្តីស្រមៃដែលធ្លាប់មានតាំងពីដើមមកព្រះចៅអធិរាជ Alexander ទ្រង់បានដឹកនាំទ័ពធ្វើដំណើរឆ្លងកាត់ភ្នំ Hindu Kush ឆ្ពោះទៅកាន់ប្រទេសឥណ្ឌាចូលទៅដល់តំបន់វាលទំនាបទន្លេស៊ីកវាបំបែកនគរតកសិលារួចក៏សម្រុកចូលដល់ទឹកដីនគរបច្ច័ព្យរបស់មហារាជពូរ៉ូសប៉ុន្តែស្ថានភាពសឹកនាគ្រានោះគឺមិនឈ្នះមិនចាញ់ទើបត្រូវចរចាបញ្ឈប់សង្គ្រាមទៅវិញតែក្រោយពីនោះមក Alexander នៅតែមានគំនិតចង់ធ្វើការរុកទន្ទ្រានយកទឹកដីឥណ្ឌាប៉ែកខាងកើតជាបន្តទៅទៀតប៉ុន្តែពួកកងទ័ពដែលធ្វើសង្គ្រាមនោះក៏បានធ្វើដំណើរអស់រយៈកាលជាង15ឆ្នាំដោយមិនអាចវិលត្រឡប់មកផ្ទះសម្បែងអ្វីសោះនោះម្នាក់មានការនឿយណាយនឹងសង្គ្រាមជាខ្លាំងរហូតដល់លែងចង់ធ្វើសង្គ្រាមតទៅទៀតនិងម្យ៉ាងទៀតដោយព្រះចៅអធិរាជ Alexander ត្រូវរងរបួសដោយមុខកំពែងរបស់កងទ័ពម្ចាស់ស្រុកផងនោះទើបព្រះអង្គសម្រេចប្រតិយដកទ័ពថយត្រឡប់ទៅកាន់អាណាចក្រពាក់វិញដើម្បីបញ្ចប់សង្គ្រាមនាការពង្រីកអាណាចក្រទៅតាមការស្នើសុំរបស់កងទ័ពនិងដើម្បីសម្រាកព្យាបាលរបួសរបស់ខ្លួនផងដែរក្នុងការធ្វើដំណើរទៅកាន់នគរពាក់វិញនោះកងទ័ពត្រូវបានបែងចែកជាពីរផ្នែកគឺកងទ័ពជើងគោកនិងកងទ័ពជើងទឹកព្រះចៅអធិរាជ Alexander ត្រូវធ្វើដំណើរតាមផ្លូវទឹកជាមួយនឹងកងទ័ពជំនិតរបស់ព្រះអង្គដោយសារតែមុខរបួសត្រូវឈឺរ៉ាំរ៉ៃយូរពេកបូករួមផ្សំជាមួយព្រះអង្គសោយសុរាច្រើនហួសកម្រិតនោះទៀតនៅពេលដែលយាងទៅដល់ប៉ារីឡូនព្រះកាយពលរបស់ព្រះអង្គ Alexander ក៏ត្រូវបានធ្លាក់ទឹកទ្រោមជាខ្លាំងបណ្ដាលឲ្យព្រះអង្គបាត់បង់នៅព្រះជន្មនៅក្នុងថ្ងៃទី10ខែមិថុនាឆ្នាំ323មុនគ្រិស្តសករាជក្នុងព្រះជន្មត្រឹមតែ33ព្រះវស្សាប៉ុណ្ណោះ